សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកអ្នកមានកំពូលម្នាក់ដែលកើតចេញពីការបង្កើតអាណាចក្រកម្មវិធីកុំព្យូទ័រដែលយើងស្គាល់ថា Microsoft ដោយដែលបងប្អូនបានដឹងហើយថា Bill Gates គឺជាសហគ្រិនដ៏លេចធ្លោបំផុតរបស់ពិភពលោកគាត់គឺជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនមួយមានកេរ្តិ៍ឈ្មោះបំផុតនៅក្នុងឧស្សាហកម្មកុំព្យូទ័រហើយស្ទើរតែគ្រប់កុំព្យូទ័រទាំងអស់គឺសុទ្ធតែមានកម្មវិធី Microsoft គាត់គឺជាសុបិនរបស់ជនជាតិអាមេរិកគាត់មិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនរបស់គាត់ជោគជ័យបំផុតនោះទេគឺគាត់ថែមទាំងបានរក្សាងារជាកំពូលអ្នកមានបំផុតនិងមានចិត្តសប្បុរសបំផុតនៅលើផែនដីនេះសម្រាប់រយៈពេល23ឆ្នាំហើយនៅក្នុងដើមឆ្នាំ2017នេះទ្រព្យសម្បត្តិសរុបរបស់គាត់គឺមានប្រមាណជាង$80 លានហើយបានបរិច្ចាគប្រាក់ជាង$40 លានសម្រាប់មូលនិធិមនុស្សធម៌ The Bill and Melinda Gates ក្រុមហ៊ុន Microsoft របស់គាត់នៅតែឈរក្នុងតំណែងខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនលំដាប់បំផុតរបស់ពិភពលោកនិងមានអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនប្រមាណជាង$1000 លាននាក់ហើយក្រុមហ៊ុនមានតម្លៃទឹកប្រាក់សរុបចំនួន$500 លានហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងលើកយក10ចំណុចដែលគាត់បាននិយាយនៅក្នុងសិក្ខាសាលាមួយចង់ដឹងថាតើ10ចំណុចនោះវាមានអត្ថន័យបែបណាសូមរីករាយស្ដាប់ដូចតទៅទី1ជីវិតមិនមែនជារឿងស្រួលនោះឡើយត្រូវតែទម្លាប់រស់នៅឲ្យបានទី2ពិភពលោកនេះមិនខ្វល់ពីអ្នកឲ្យតម្លៃខ្លួនឯងប៉ុណ្ណានោះទេពិភពលោករងចាំអ្នកធ្វើអ្វីមួយដែលមានប្រយោជន៍សិននោះទើបអ្នកទទួលបានផលល្អសម្រាប់ខ្លួនឯងទី3មិនមែនចេញពីសាលាភ្លាមអ្នកអាចរកលុយបាន$500ភ្លាមនោះទេអ្នកក៏មិនអាចធ្វើជាអនុប្រធានក្រុមហ៊ុនមួយដែលមានរបបដូចជាឡានទូរស័ព្ទស្រាប់ដែររហូតទាល់តែអ្នកសន្សំលុយទិញឡាននិងទូរស័ព្ទឲ្យខ្លួនឯងសិនទី4បើសិនជាអ្នកយល់ថាគ្រូបង្រៀនរបស់អ្នកក្រោតក្រៀតនោះចាំដល់ពេលអ្នកមានឆវាយនាយសិននោះគាត់មិនដែលសំទោសអ្នកឡើយទី5ការធ្វើការថែមមកមិនមែនធ្វើឲ្យអ្នកអាប់អោននោះទេជីដូនជីតារបស់យើងគាត់ថានេះគឺជាឱកាសទី6ប្រសិនបើអ្នកបរាជ័យមិនមែនជាកំហុសរបស់ឪពុកម្ដាយរបស់អ្នកទេអញ្ចឹងកុំចាំបាច់ទៅត្អូញត្អែពីកំហុសរបស់អ្នកតែរៀនអបពិសោធន៍ពីវាវិញទី7នៅក្នុងសាលារៀនអ្នកឈ្នះនិងអ្នកចាញ់មិនសូវខុសគ្នាប៉ុន្មានទេប៉ុន្តែនៅក្នុងជីវិតវិញមិនដូចគ្នាឡើយនៅសាលាខ្លះអ្នកមិនដែលធ្លាក់លើសពី1ឆ្នាំទេហើយអ្នកមានឱកាសច្រើនណាស់ដើម្បីប្រឡងជាប់ប៉ុន្តែនៅក្នុងជីវិតវិញមិនដូច្នោះទេបើអ្នកបណ្ដោយឲ្យឱកាសកន្លងផុតទៅអ្នកមុខជាត្រូវបណ្ដឹងចេញហើយដូច្នេះហើយត្រូវខំធ្វើឲ្យបានល្អចាប់ពីដើមទីមកទី8ជីវិតមិនមែនបែងចែកជាឆមាសដូចក្នុងសាលាទេអ្នកមិនដែលមានវិស្វករទេហើយក៏មិនដែលមាននយោជកណាជួយធ្វើកិច្ចការអ្នកនៅពេលដែលចប់ឆ្នាំដែរទី9ទូរទស្សន៍មិនមែនជាជីវិតពិតទេនៅក្នុងជីវិតពិតមនុស្សត្រូវតែចេញពីបារឬក្លឹបដើម្បីទៅធ្វើការនិងទី10ចុងក្រោយសុំកុំមើលងាយអ្នកដទៃឲ្យសោះព្រោះមានភាគរយច្រើនណាស់ដែលថ្ងៃក្រោយទៅអ្នកក៏អាចខ្លាចទៅជាអ្នកធ្វើការឲ្យគេនៅក្នុងចំណោមនោះក៏មានដែរសូមអរគុណ